Chana nó hiện ban cho hay con cha của nơi khẻ của con cha. ហ្នឹងហើយឥឡូវអាត្មាឆ្លើយទៅមើលទៅក្នុងគុណព្រះធម៌ទាំងអស់គ្នាពាក្យថាធម៌ព្រះធម៌ធម៌ស័ព្ទហ្នឹងមានន័យថាដូចម្ដេចទៅមើលទាំងអស់គ្នាអត្តានាំងធារានតេចតោសុអបាយេសុវត្តទុក្ខេសុចៈអបតមានេកត្វាធារេតេតិធម្មោយល់ពាក្យថាធម៌ហ្នឹងសិនបងពាក្យថាធម៌មានន័យថាម៉េចធម៌ប្រែថាដើរឈ្មោះថាព្រះធម៌ព្រោះទ្រទ្រង់នៅសត្វលោកទ្រទ្រង់នៅសត្វលោកទ្រទ្រង់របៀបម៉េចទ្រទ្រង់សត្វលោកដែលទ្រទ្រង់នៅខ្លួនពាក្យថាខ្លួនមានន័យថាអីបងធម៌នឹងឯងអញ្ចឹងព្រះធម៌ទ្រទ្រង់សត្វលោកដែលទ្រទ្រង់នៅខ្លួនគឺទ្រទ្រង់នៅធម៌មិនឲ្យធ្លាក់ទៅក្នុងអបាយភូមិនិងក្នុងវត្តទុក្ខចឹងណាបើសិនបើយើងយកព្រះធម៌ជាទីពឹងយើងមិនធ្លាក់ទៅកាន់អបាយភូមិទេមិនធ្លាក់ទៅក្នុងវត្តទុក្ខដ៏វែងឆ្ងាយអន្លាយហ្នឹងទេឯសូថាសពថ្ងៃហ្នឹងយើងមានធម៌ជាទីពឹងដ៏ពិតប្រាកដនៅមិនទាន់មានទេព្រោះពាក្យថាធម៌ដែលជាទីពឹងទីរលឹកដល់យើងគួរតែមាននោះធម៌នោះគឺអីធម៌នោះបានដល់លោកុត្តរធម៌9យ៉ាងដាប់បានទេបងធម៌ហ្នឹងគឺផ្ដោតទៅយកលោកុត្តរធម៌មគ្គ4ផល4ព្រះនិព្វាន1ញាតិញោមមានអ្នកណាបានមគ្គបានផលនៅបងអត់ទាន់បានណាមានអ្នកណាគេត្រាស់ដឹងនៅព្រះនិព្វាននៅទេការពិតព្រះធម៌ដែលជាទីពឹងជាទីរលឹកដល់ប្រសើរនោះនៅក្នុងស្វាខាតោយើងនិយាយឲ្យតែថាគឺព្រះបរិយត្តិធម៌និងព្រះណាបលោកុត្តរធម៌គឺមគ្គ4ផល4និព្វាន1បុគ្គលណាដែលមានធម៌ជាទីពឹងទីរលឹកដោយចំហ្នឹងគឺបប្រតិបត្តិធម៌ឲ្យសម្រេចមគ្គសម្រេចផលហ្នឹងទៅបានមគ្គបានផលបានត្រាស់ដឹកនៅព្រះនិព្វានហើយចំជាបុគ្គលដែលមានធម៌ជាទីពឹងទីរលឹកដល់តើណាបងតន់ទេបើសិនជាយើងមិនតន់បានមគ្គ4ផល4និព្វាន1ទេយើងត្រូវធ្វើម៉េចបានឈ្មោះថាមានធម៌ជាទីពឹងសូត្រអភិធម្មប្រឹងលះសកាយតថេលោកចាសាធុការលះសកាយតថេហ្នឹងត្រូវលះរបៀបម៉េចគឺការស្ដាប់នៅព្រះបរិយត្តិធម៌ដែលព្រះអង្គសម្ដែងហ្នឹងហើយយកមកបប្រតិបត្តិតាមត្រូវទេហ្នឹងហើយដូចថាយើងកំពុងតែរៀនធម៌អញ្ចឹងទៅយើងរៀនធម៌បដាយល់ធម៌បដាទេបងហ្នឹងហើយយល់ហើយយើងកុំយកអាការយល់ការចេះការដឹងយើងហ្នឹងទុកចោលយកមកពិចារណាបន្ថែមរឿយហ្នឹងទៅហើយពាក្យថាធម៌នៅក្នុងបរិយាយប្រសូតទូទៅនេះបរិយាយអភិធម្មណាបងបរិយាយប្រសូតធម៌ហ្នឹងលោកសំដៅដល់គុណធម៌ពាក្យថាគុណសំដៅដល់អីបងព្រះអង្គមានគុណអីគេខ្លះមិញសិលទានសមាធិបញ្ញាបញ្ញានឹងឯងយើងក៏ដូចគ្នាដែរដើម្បីឲ្យយើងមានធម៌ធ្លាប់លើបរិយាយមួយដែលថាបុគ្គលណាដែលប្រព្រឹត្តធម៌តែរក្សានៅបុគ្គលនោះធ្លាប់លើទេបងធម៌ហ្នឹងគឺសំដៅដល់គុណគឺសេចក្តីល្អនឹងឯងគុណគឺសិលគុណគឺសមាធិគុណគឺបញ្ញាបើសិនជាយើងមានសិលជាទីពឹងយើងយកសិលទៅហើយយើងបានចម្រើនសមាធិនឹងឯងជាទីពឹងរបស់យើងបញ្ញានឹងឯងជាទីពឹងទីរលឹករបស់យើងតែទីពឹងដ៏ប្រសើរព្រះធម៌ដែលជាទីពឹងដ៏ប្រសើរគឺអីបងមគ្គផលនិព្វាន
មគ្គផលនៅពេលដែលជាទីពឹងហើយមិនធ្លាក់ទៅកាន់អបាយដាច់ខាតតែសួរថាយើងរាល់ថ្ងៃនៅតែមានឱកាសអាចធ្លាក់ទៅកាន់អបាយទេបង មានលោកចាស់ អូយើងអត់ទាន់ផុតទេដោយសារយើងបានមគ្គផលនៅពេលនៅ នៅទី តែបើយើងបានមគ្គផលនៅពេលនេះហើយយើងមានទីពឹងមានទីពឹងទីរលឹកតែសំណួរយើងត្រូវសួរខ្លួនឯងថាយើងជឿទៅលើមគ្គផលនៅពេលមានពិតឬក៏អត់ ជឿគុំចាស់ មាន អូជឿត្រូវហ៎ ជឿ កណាទៀង ហ្នឹងហើយសួរថាអ្វីជាមគ្គហ្នឹងគឺជាសភាវៈធម៌ដ៏ប្រសើរដែលមានតួនាទីកំចាត់កិលេសសត្វលោកធ្លាក់ទៅកាន់អបាយភូមិដោយសារអីដោយសារកិលេសកិលេសសៅហ្មងដោយសារបាបតែមគ្គនឹងឯងមានតួនាទីកំចាត់បាបដែលនាំទៅកើតអបាយភូមិបើសិនជាគ្មានបាបដែលនាំទៅកាន់អបាយភូមិសត្វលោកយើងទៅធ្លាក់អបាយភូមិទៀតទេអត់ធ្លាក់ទេត្រូវដឹងអញ្ចឹងណាអញ្ចឹងយើងត្រូវសម្លឹងឲ្យឃើញគុណនៃអរិយមគ្គដែលធ្វើឲ្យសត្វលោក